ឈប់អ្នកនរគ្នាថ្ងៃនេះខ្ញុំមកអាប់ដេតវីដេអូទី2ដែលយើងត្រូវធ្វើខ្សែក្រវ៉ាត់ឈើឃើញថាវីដេអូទី1របស់យើងមានការគាំទ្រច្រើនមែនទែនខ្ញុំទទួលបានរហូតដល់ 100k view អញ្ចឹងនៅថ្ងៃនេះខ្ញុំមកអាប់ដេតវីដេអូទី2នៃដំណើរការធ្វើខ្សែក្រវ៉ាត់ឈើយើងបន្តទៀតនេះគឺជាអេពីសូតទី2ដែលយើងបន្តការងាររបស់យើងធ្វើខ្សែក្រវ៉ាត់ឈើពេលដែលយើងទទួលបានដុំតូចៗហើយយើងត្រូវស្វានប្រឡោះពីសងខាងដោយបងប្អូនបានឃើញអញ្ចឹងដើម្បីដោតខ្សែតាមពិតទៅខ្សែហ្នឹងយើងអាចប្រើបានពីរទី1គឺអាចប្រើខ្សែជាមួយនឹងខ្សែលីឡុងខ្សែជ័រមួយទៀតយើងអាចប្រើជាមួយនឹងខ្សែប្រាំងកង់ប៉ុន្តែតាមបច្ចេកទេសដែលខ្ញុំធ្លាប់ធ្វើឲ្យបងជាច្រើនហើយគឺខ្សែប្រភេទជ័រគឺល្អជាងប្រភេទខ្សែប្រភេទជ័រល្អជាងប្រភេទខ្សែប្រាំងកង់អូខេពេលដែលយើងដោតវាចេញជារូបរាងហើយប្រសេសបន្ទាប់ទៀតគឺយើងត្រូវបិទកាវវាហើយប្រសេសដែលយើងកំពុងធ្វើនេះគឺដល់វគ្គខាត់ហើយគឺយើងខាត់វាឲ្យចេញជារូបរាងខ្សែក្រវ៉ាត់យកហ្មងតែប៉ុណ្្នឹងមិនទាន់ហើយណានៅយើងខាត់ដៃមកតង់ទៀតដើម្បីឲ្យវាកាន់តែស្អាតអូខេឥឡូវខ្សែក្រវ៉ាត់យើងចេញជារូបរាងតិចហើយស្អាតរត់បងប្អូនហើយប្រសេសក្នុងការខាត់ដៃនេះគឺត្រូវការប្រើកម្លាំងមែនតែនហើយក៏ត្រូវការបច្ចេកទេសខ្ពស់ដែរបើសិនជាយើងខាត់លេងគឺវាអត់ស្អាតទេអាហ្នឹងត្រូវការបច្ចេកទេសខ្លាំងណាបងប្អូនទាយមើលថាឈើមួយដុំដែលខ្ញុំកាន់មិញហ្នឹងអីគេខ្ញុំទុកពេលឲ្យ5វិនាទី1 2 3 4 5អូភ្លេចប្រាប់បើបងចង់បានណាជួយតាក់ទងមកមានតម្លៃពិសេសជូន